បងឃើញដៃសនុចខុសពីធម្មតាដៃសនុចហាក់ដូចជាមិនសូវសឡូនដូចនារីដទៃកញ្ចក់រិចមិនសូវជាស្អាតដូចគេតើមូលហេតុអីបានជាធ្វើឲ្យដៃសនុចអញ្ចឹងត្រូវហើយដៃខ្ញុំអត់ស្អាតដូចនារីដទៃទេព្រោះដៃខ្ញុំជាកម្មកររោងចក្រជាកម្មករជ្រលក់ពណ៌ជាដៃធ្វើការងារផ្ទះច្រើនហើយខ្ញុំនៅចេញរលុយដើម្បីមកជួយគ្រួសារទៀតពីតូចមកដល់ឥឡូវមានរឿងមួយណាដែលសនិទ្ធក្តក់ក្នុងចិត្តហើយពុតតូចចិត្តសម្រាប់ជីវិតខ្លួនឯងខ្លាំងព្រោះតាំងពីតូចមករហូតដល់ធំខ្ញុំអត់ដែរស្គាល់រសជាតិនៅជុំប៉ាម៉ាក់ម្ដងទេខ្ញុំចង់ទទួលបានភាពកក់ក្ដៅពីគាត់ទាំងសងខាងខ្ញុំចង់ពេលដល់មកញ៉ាំបាយខ្ញុំចង់ឃើញម៉ាក់ឃើញប៉ានៅហូបបាយជុំគ្នាជាមួយប្អូនThe Amazing Star នាំមកជូនជាពិសេសដោយ Gansberg Amazing Take Gansberg a real German premium beer ពិសាដោយការទទួលខុសត្រូវចំណងខ្ញុំមិនអ្នកចំណងនេះ Superstar ខ្ញុំថា Idol តែទឹកខ្មុំ Crazy ទាំងឆ្ងាញ់ទាំងអនាម័យលើសពីតែជ្រក់ធម្មតាជំរាបសួរនាងខ្ញុំកងស្រីណុចអាយុ20ឆ្នាំកម្ពស់ 1.68 m សប្តាហ៍ថ្ងៃនាងខ្ញុំជាតារា model និងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយកន្លែងសនុចមកដល់ថ្ងៃនេះសនុចរៀនបានដំណាក់ទីប៉ុន្មានខ្ញុំចូលទី9ឈប់ហេតុអីបានជាសនុចរៀនបានតិចម៉េចដោយសារតែជីវភាពខ្វះខាតព្រោះម៉ាក់ប៉ាគាត់ក៏បែកបាក់គ្នាអញ្ចឹងម៉ាក់គាត់រត់ម្នាក់ឯងអត់រួចព្រោះមានប្អូនដែលគាត់ត្រូវរៀនដែរដោយសារតែខ្ញុំគិតថាខ្ញុំជាបងស្រឡាញ់ប្អូនទឹកចិត្តជាបងទុកឲ្យប្អូនរៀនឲ្យបានខ្ពស់ហើយខ្លួនឯងសុខចិត្តធ្វើការមួយម៉ាក់រលួយឲ្យប្អូនរៀនសនុចហាក់ដូចជាមនុស្សស្រីមួយដែលរឹងមាំខ្លាំងណាស់ទាំងពាក្យសម្ដីនិយាយទាំងកាយវិការអត្តចរិតបើខ្ញុំអត់រឹងមាំម៉ាក់ខ្ញុំក៏គាត់អត់មានចំណូលឬក៏អីដែរព្រោះម៉ាក់ខ្ញុំក៏គាត់ឈឺហើយណាមួយគាត់រកក៏អត់សូវសល់ដែរអញ្ចឹងខ្ញុំឆ្លងកាត់ការងារច្រើនបទពិសោធន៍ការងារច្រើនសនុចបងចាប់អារម្មណ៍រឿងមួយបងឃើញដៃសនុចខុសពីធម្មតាដៃសនុចហាក់ដូចជាមិនសូវសឡូនដូចនារីដទៃកញ្ចក់រិចមិនសូវជាស្អាតដូចគេតើមូលហេតុអីបានជាធ្វើឲ្យដៃសនុចអញ្ចឹងត្រូវហើយដៃខ្ញុំអត់ស្អាតដូចនារីដទៃទេព្រោះដៃខ្ញុំជាកម្មកររោងចក្រជាកម្មករជ្រលក់ពណ៌ជាដៃធ្វើការងារផ្ទះច្រើនហើយខ្ញុំនៅចេញរលុយដើម្បីមកជួយគ្រួសារទៀតពីតូចមកដល់ឥឡូវមានរឿងមួយណាដែលសនិទ្ធក្តក់ក្នុងចិត្តហើយពុតតូចចិត្តសម្រាប់ជីវិតខ្លួនឯងខ្លាំងហេតុអីបានជានិយាយដល់ចំណេញអូនស្រក់ទឹកភ្នែកព្រោះតាំងពីតូចមករហូតដល់ធំខ្ញុំអត់ដែរស្គាល់រសជាតិនៅជុំប៉ាម៉ាក់ម្ដងទេខ្ញុំចង់ទទួលបានភាពកក់ក្ដៅពីគាត់ទាំងសងខាងខ្ញុំចង់ពេលដល់មកញ៉ាំបាយខ្ញុំចង់ឃើញម៉ាក់ឃើញប៉ានៅហូបបាយជុំគ្នាជាមួយប្អូននាងខ្ញុំកងស្រីណុចកំពុងបន្តក្តីស្រមៃបន្តលើវិថីដែលមនុស្សជាច្រើនប្រាថ្នាខ្ញុំតែងតែប្រាប់ខ្លួនឯងថាបាយមួយចានជាមួយទឹកត្រីខ្ញុំធ្លាប់ញ៉ាំហើយអញ្ចឹងគ្មានអ្វីលំបាកសម្រាប់ជីវិតនេះទេញញឹមប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើបានខ្ញុំកងស្រីណុចជាបេក្ខនារីនៃកម្មវិធី The Amazing Starខ្ញុំជាមនុស្សដែលមានសំណាងម្នាក់ដែលបានមកអង្គុយនៅទីនេះដើម្បីត្រៀមខ្លួននៅក្នុងការប្រកួតប្រជែងដ៏អស្ចារ្យមួយនេះទួលលើជាប់ហើយដើរឲ្យលឿនអូខេឥឡូវសេរីខ្លួនឯងធ្វើម៉េចឲ្យស្រួលណាបាទទាំងទៅទាំងមកយើងពិតជាមើលមិនដឹងថាគ្រប់យ៉ាងវាប្រែប្រួលទៅជាយ៉ាងណាទេពេលខ្លះវឹកហាត់មិនកើតដល់ទៅពេលប្រឡងមែនតើកើតពេលខ្លះហ្នឹងហាត់បានល្អណាស់តែដល់ពេលជាក់ស្ដែងលេចចេញនៅកំហុសច្រើនមែនតើរឿងពិតគឺវាកើតឡើងអញ្ចឹងខ្ញុំបានចូលរួមវឹកហាត់ជាមួយនឹងលោកគ្រូអ្នកគ្រូដែលគាត់មានបទពិសោធន៍ជាយូរឆ្នាំមកហើយអូខេបើន័យថា
សេនិចយល់ច្បាស់ពីការបង់បោចដៃ ចា៎ អូខេគាត់ទទួលបានបទពិសោធន៍ច្រើនការរៀនសូត្របានច្រើនពីការហ្វឹកហាត់មួយនេះ សម្រាប់ខ្ញុំគឺអត់មានបញ្ហាអីជាធំទេគឺខ្ញុំគ្រាន់តែនៅស្ទើរ style ផុសនិងការកាច់ style តិចតួចទេការដើររបស់ខ្ញុំគឺខ្ញុំ confirm មួយគ្នាហើយ ក្មេងស្រីដែលមានទេពកោសល្យមានការប្រឹងប្រែងទៅអនាគតគាត់នឹងល្អគាត់នឹងអាចធ្វើដំណើរបានវែងឆ្ងាយនៅលើវិថីមួយនេះអូខេ សម្រាប់ខ្ញុំធ្វើម៉េចត្រៀមខ្លួនឲ្យស្រេចជាមុនសិនធ្វើម៉េចគឺធ្វើឲ្យល្អធ្វើឲ្យគណៈកម្មការគាត់ពេញចិត្ត បងមានអារម្មណ៍ថាកំពុងថតសម្អាតនិយាយចា ថាបើគាត់ពាក់ gown evening gown ជា beauty queen thôi ប៉ុន្តែដល់ពេល post ចេញមក post ផ្សេងក៏អើផ្សេង ការរៀបចំខ្លួនរបស់គាត់នៅបែងចែកអត់ទាន់ច្បាស់ទេមកផ្នែកលើទៅគាត់រៀបបែបបវរកញ្ញាតែសម្លៀកបំពាក់ជាមួយនឹងស្បែកជើងគាត់ចង់បានបែប style sexy អញ្ចឹងនៅពេលដែលចាប់ផ្ដើមថតរីណុចគាត់បែងចែកអារម្មណ៍ជាមួយនឹងឈុតរបស់គាត់គឺអត់សូវត្រូវ ថែមមួយទៀតសក់គាត់ សក់គាត់និយាយខ្វះមកគាត់ទៀតទេត្រង់មែនតែនហ្មងអាហ្នឹងណាបែកមកខាងលើផ្សេងអញ្ចឹងបែកមកខាងក្រោមផ្សេង inner នៅខាងក្នុងវាចេញផ្សេងទៀតបាទហ្នឹងហើយបែកចេញពីខ្លួនចេះមើល យើងនៅតែព្យាយាមអាច push គាត់ធ្វើឲ្យគាត់បញ្ចេញ style បញ្ចេញនៅរូបភាពដែលយើងចង់បានសម្រាប់បង្ហាញទៅគណៈកម្មការបាន ខុសខ្លះត្រូវខ្លះតែខ្ញុំបានបញ្ចេញសមត្ថភាពនិងអ្វីដែលខ្ញុំចង់ធ្វើរួចហើយ ខ្ញុំចង់ញញឹមពេលនេះក៏ញញឹមបន្តិចទៀតក៏ញញឹមញញឹមរហូតញញឹមដើម្បីភាពជោគជ័យ ជំរាបសួរនាងខ្ញុំកងស្រីណុចអាយុ20ឆ្នាំកម្ពស់ 1m67 ទម្ងន់46គីឡូក្រាមសប្តាហ៍ថ្ងៃនាងខ្ញុំរស់នៅភូមិដើមកសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលសប្តាហ៍ថ្ងៃនាងខ្ញុំមានអាជីពជាតារា model ជា BA និងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយកន្លែង សួស្តីអូន សួស្តីបង មានអារម្មណ៍មិនដែរដែលជួបពួកបងលើកទី1 រំភើបបងធ្លាប់តែឃើញបងនៅក្នុងបណ្ដាញសង្គមនិងក្នុងទូរទស្សន៍បង ហើយគិតថាខ្លួនឯងធ្វើបានល្អអត់ថ្ងៃនេះ គ
ខ្ញុំ50 បង 50 ទេណា ចាបង អូខេក៏លេខទៅមើលរូបអូនគិតថាមិនដែរមើលរូបខ្លួនឯងមើល ស្អាត ស្អាត ចា មានកន្លែងតអត់ មានបង កន្លែងណាដែរ ខ្ញុំអត់សូវចេះកាច់ style ថតបង ចុះទៅលើសម្លៀកបំពាក់និងបៃជើងហើយនិងសក់និងកវិលការ make up មានកន្លែងដែរយើងគិតថាបើខ្ញុំអាចថតម្ដងទៀតបានខ្ញុំនឹងកែកន្លែងនេះតែជាកន្លែងណា សម្លៀកបំពាក់បង អាចដូរទៅជាអីវិញ យកបែបរៀងសាមញ្ញជាងហ្នឹង សាមញ្ញអានេះវាសាមញ្ញសម្រាប់យើងវាលាតហើយវាអត់មានមុខអីច្រើនទេអញ្ចឹងវាឃើញផ្ទៃមុខបងអូនស្អាតដោយសារតែវារញ៉េញ៉ៃពេកអញ្ចឹងណាប៉ុន្តែអ្វីដែលយើងរៀងស្ទើរដូចបិជើងជាមួយនឹងកៅអៅនឹងវាអត់សូវស៊ីគ្នាអូន ចា ហ្នឹងហើយអញ្ចឹងបើយើងដូរបិជើងដូរសម្លៀកបំពាក់ឲ្យត្រូវជាមួយនឹងបិជើងឬក៏បើយើងដូរបិជើងវិញត្រូវជាមួយសម្លៀកបំពាក់ហើយអ្វីដែលបងឃើញហ្នឹងទឹកមុខកន្លែងហ្នឹងវាអត់តន់ចូលហ្នឹងហើយវាអត់តន់ចូលទេវារៀងឆ្កងសម្រាប់បង ចាបង តែការដើរបងអូនបោះជើងស្អាតគ្រាន់ថាពេលដែលអូន turn ហើយបវល់ខ្លួនហើយអូនផឹងកាច់ពេលដែលយើងផឹងកាច់ពេកចឹងទៅយើងអែនទៅក្រោយពេកវារៀង lose control វារបៀបដូចរៀងអត់នឹងអូនអត់មានលំនឹងស្រួលបួលអញ្ចឹងរៀងពិបាកហើយអានេះកែងទៀបចុះបើកែងខ្ពស់តើអូនធ្វើអញ្ចឹងវាអត់សូវតាក់ទាញទេសម្រាប់បងគឺមានអារម្មណ៍ថារំខានអារម្មណ៍របស់យើងរៀងពេកសម្រាប់បងអញ្ចឹង បើសិនជាមិញគាត់ស្លៀកកែងខ្ពស់ខ្ញុំគាត់ថាអាចនឹងផ្ងាខ្ពស់វាអាចនឹងល្អល់ហ្មង ហើយអាយុណាត្រឡប់ទៅមើលវីដេអូហ្នឹងម្ដងទៀតខ្ញុំក៏បានឃើញបងជាងថតគាត់បាន recommend ហើយថាសក់ផ្សេងឈុតផ្សេងស្បែកជើងផ្សេងអញ្ចឹងបងគាត់ថាហេតុអីបានអូនឯងនៅតែចូលរើសស្លៀកសម្លៀកបំពាក់ហ្នឹងបែបហ្នឹងទៀតណាគេរបៀបអ្នកបដោយោបល់ឬក៏គិតថាគិតខ្លួនឯង ខ្ញុំនឹកខ្លួនឯងណាមួយខ្ញុំគិតថាខ្ញុំអត់សូវមានប្រាក់ដើម្បីទិញសម្លៀកបំពាក់ថ្មីៗទេគេ អានេះចង់ថា creativity ការច្នៃប្រឌិតរបស់យើងអាចរកកៅអៅចាស់ៗនៅក្នុងទូបានណាអាហ្នឹងបើអូនមានពេលវេលាអាចទៅកកាយមកកៅអៅចាស់ពីទូមកហើយយើងអាចច្នៃបានតែពិតទៅយើងមានការច្នៃប្រឌិតអាហ្នឹងយើងអត់សូវអស់ថវិកាឯអូនហើយចូលក្នុងវិស័យហ្នឹងយើងត្រូវតែមាន ចា អញ្ចឹងទៅយើងជៀសវាងនៅការចំណាយដែលអត់ត្រូវចាយព្រោះយើងមានអាកៅអៅចាស់ៗមកយើងយកមកកែច្នៃវាឬក៏យើងយកទៅប៉ះទៅវាកន្លែងណាច្នៃអានេះបន្តិចអីតិចទៅយើងឲ្យថ្លៃកាត់ដេរវាតិចតួចជាងយើងទៅទិញថ្មីវាអាចប៉ះទៅដូចឈុតអ្នកដតីទៀតវាអត់ដូច unique របស់ខ្លួនឯងណាអញ្ចឹងបើអាចមានពេលវេលាអាចមើលទស្សនាវដ្តីឬក៏ style តាមអ៊ីនធឺណិតក៏បាននៅលើទូលំទូលាយតើ style គេលេងខ្លួនដល់ណាហើយជាមួយពណ៌សម្បុររបស់យើងតើពាក់អីរៀងស្អាតជាងហ្នឹងយើងអាចសាក់ឡូមើលហើយលេងការ posting នៅលើកញ្ចក់ឲ្យបានច្រើនតែបងស្រឡាញ់ការដើរបងណាចាអរគុណអញ្ចឹងវានៅវាខ្វះកន្លែងតិចតួចទេអូន សម្រាប់បងឃើញថាប្អូនមានការតស៊ូហើយមានភាពជឿជាក់ហើយគោលដៅរបស់ប្អូនមកទីនេះគឺដឹងថាចង់បានអ្វីទៅផ្ទះវិញហើយចាក៏ប៉ុន្តែអ្វីដែលបងចង់ឲ្យប្អូនកាត់សម្គាល់ហើយបន្ថែមនៅអ្វីដែលខ្លួនឯងមានរាល់ថ្ងៃនេះគឺយើងមានរូបរាងស្អាតហើយគីឡូអូនសមជាមួយនឹងកម្ពស់ហើយមានស្នាមញញឹមស្អាតហើយក៏ប៉ុន្តែយើងនៅខ្វះការកាច់ style ការដើរ mode ហើយអ្វីទាំងអស់ហ្នឹងគឺនៅក្នុងកម្មវិធីរបស់យើងមានបង្រៀនចាអញ្ចឹងសូមឲ្យប្អូន focus ច្រើនជាងហ្នឹងការខិតខំប្រឹងប្រែងច្រើនជាងហ្នឹងហើយតស៊ូដើម្បីគោលដៅរបស់យើងចាអរគុណចំពោះការ recommend បងចង់ឲ្យអូនឯងយកចិត្តទុកដាក់ខ្លាំងមែនតើបងគិតថាបើសិនជាក្នុងថ្ងៃហ្នឹងអូនឯងយកចិត្តទុកដាក់ប្រកបជាអូនឯងអត់ចូលរើសស្លៀកពាក់បៃជើងហ្នឹងមកហើយផ្នែកបងដែលមើលទៅអូនឯងគឺបងអន់ចិត្តក្នុងតែស្បែកជើងតែមួយមុខទេហើយពេលហ្នឹងអាចទទួលយកបានអញ្ចឹងណាបងព្រោះអូនឯង confident ហើយអូនឯងស្អាតតែពេលបងកលេចមើលបៃជើងអូនឯងវាអត់មានភាពតាក់ទាញព្រោះអីការស្លៀកពាក់គឺជាភាពតាក់ទាញមួយចំណែកដូចបងដែលនិយាយអញ្ចឹងថាសម័យឥឡូវគឺការលេង fashion គឺអាចនឹងទលំទលាយច្រើនណាស់ហើយបើសិនជាអូនឯង confident លើខ្លួនឯងអូនឯងអាចសួរអ្នកដែលគេបកកាយលេងខ្លួនឬក៏មានមិត្តភក្តិណាដែលវាសួរមើលថាសមអត់ខ្វះកន្លែងណាស្ទើរកន្លែងណារបៀបអញ្ចឹងក៏បានដែរចាពេលតនេអូនចូលចិត្តធ្វើអីដែរសម្រាប់ខ្ញុំចូលចិត្តហាត់ដើរហ្នឹងហាត់ដើរហើយខ្ញុំហាត់ដើរហ្នឹងហាត់មុខកញ្ចក់ហើយមួយទៀតខ្ញុំចូលចិត្តធ្វើការងារផ្ទះហើយខ្ញុំហាត់ច្រៀងលេងអញ្ចឹងណាបងហើយមួយទៀតខ្ញុំចូលចិត្ត make up ធ្វើការងារផ្ទះស្អែកតនេតែទៅធ្វើការងារផ្ទះជាមួយបងបានជិះលេងនេះអូន
make up ខ្លួនឯងមែនថ្ងៃហ្នឹងឬក៏ ចាបង make up ខ្លួនឯងបងក៏ថែមឲ្យតិចតួច អាហ្នឹងក៏សំខាន់ដែរ ចា តារា ចា model បបរកញ្ញាសំខាន់បើយើងអាចរំពឹងថាត្រូវតែមានជាង make up តាមយើងរហូតទេអូនថ្ងៃខ្លះស្រាប់តែពួកគាត់អត់ស្រួលខ្លួនឲ្យបានមកយើងត្រូវចេះខ្លួនឯងអញ្ចឹងហ៊ានខ្លួនឯងឲ្យហើយទៅហើយមួយទៀតកាត់បន្ថយការចំណាយរបស់យើង ចាអ ញ្ចឹងបងមានតែពាក្យជូនពរឲ្យអូនខំប្រឹងកែតម្រូវអ្វីដែលពួកបងបាន feedback ទៅអូនថ្ងៃហ្នឹងហើយសង្ឃឹមថាបើមានឱកាសជួបអូននៅវគ្គក្រោយទៀតអូននឹងនាំអ្វីថ្មីឲ្យពួកបងហើយ surprise ពួកបង ចាអរគុណច្រើនអូនចាអរគុណ ត្បិតលទ្ធផលនៅតែមិនទាន់បង្ហាញតែស្រីនុចហាក់ដូចជាអាចយកឈ្នះចិត្តនិងទទួលបានការគាំទ្រពីគណៈកម្មការរួចទៅហើយក្តីសុបិននិងការពិតគឺអាចនឹងមិនដូចគ្នា ចំពោះស្រីនុចគឺខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនអ្នកនរគ្នាពេលដែលបង្ហាញមកគឺខុសពីអ្វីដែលខ្ញុំរំពឹងទុកក្នុងរូបភាពគាត់ស្អាតជឿជាក់ប៉ុន្តែថ្ងៃនេះគាត់ជ្រើសរើសសម្លៀកបំពាក់គឺខុសខ្លាំងមែនទែនទាំងសក់និង make up ប៉ុន្តែការបង្ហាញរបស់គាត់គឺអាចទទួលយកបាន ក៏តែការតែងខ្លួនហ្នឹងគឺសំខាន់ហ្មងនៅពេលចាក្នុងរូបគាត់ផ្សេងនៅខាងក្រៅគាត់ផ្សេងដោយសារតែ tone color កៅអៅហើយនឹងអាបិជើងជាមួយសក់អីវាអត់សូវស៊ីគ្នាអញ្ចឹងមានអារម្មណ៍ថាហ្នឹងហើយគាត់អត់លើកធ្នូសោះហើយស្ដាយ The Amazing Star នាំមកជូនជាពិសេសដោយ Gansberg Amazing Take Gansberg a real German premium beer ពិសាដោយការទទួលខុសត្រូវចាំឡងខ្ញុំមិនអ្នកចំណោចាំឡងខ្ញុំមិនអ្នកចំណោចំណោនេះ Superstar ខ្ញុំថា Idol តែទឹកខ្មុំ Freshy ទាំងឆ្ងាញ់ទាំងអនាម័យលើសពីតែជ្រក់